ការផ្ដល់បទសម្ភាសន៍របស់លោកអនុទិនឆាន់វីរគុលនៅថ្ងៃនេះហាក់បីដូចជាការបញ្ជាក់យ៉ាងច្បាស់នូវជំហររឹងប៉ឹងនិងការប្រើប្រាស់វោហារសាស្ត្រយោធាដើម្បីការពារមុខមាត់នយោបាយរបស់លោកសាររបស់លោកមានបង្កប់នូវអត្ថន័យយុទ្ធសាស្ត្រនិងការគំរាមកំហែងដោយប្រយោលដែលយើងគួរពិចារណា 1. ការប្រើប្រាស់ទ្រឹស្ដីការសងសឹក Right of Retaliation ចំណុចដែលគួរឲ្យបារម្ភបំផុតនោះគឺលោកអនុទិនបានលើកឡើងថាសកម្មភាពយោធារបស់ថៃមិនមែនផ្អែកលើឯកសារផ្លូវការឡើយប៉ុន្តែវាជាបញ្ហានៃការសងសឹកន័យធៀបការប្រើពាក្យសងសឹក Retaliation គឺជាការប៉ុនប៉ងផ្ដល់ភាពស្របច្បាប់ដល់ការវាយប្រហារតាមអាការ23លើកកន្លងមកដោយលាបពណ៌ថាកម្ពុជាជាអ្នកឈានពានមុនយុទ្ធសាស្ត្រលោកចង់បង្ហាញទៅប្រជាជនថៃថាលោកជាមេដឹកនាំដែលសងសឹកដើម្បីការពារកិត្តិយសជាតិទោះបីជាការពិតគ្រាប់បែកទាំងនោះបានធ្លាក់លើសាលារៀននិងវត្តអារាមក្នុងទឹកដីកម្ពុជាក៏ដោយ 2. ការបដិសេធយន្តការអន្តរជាតិកូឡាឡាំពូលោកអនុទិនបានបញ្ជាក់ច្បាស់ថាថៃនឹងមិនត្រឡប់ទៅរកយន្តការដែលសម្របសម្រួលដោយអាមេរិកឬភាគីទី3នៅកូឡាឡាំពូឡើយមូលហេតុក្នុងនាមជាមេដឹកនាំបច្ចេកនិយមលោកចង់បង្ហាញថាថៃមានអធិបតេយ្យពេញលេញនិងមិនស្ថិតក្រោមឥទ្ធិពលបរទេសអាមេរិកឬចិនសម្ពាធលើកម្ពុជាការបង្ខំឲ្យចរចាតែពីរនាក់ពេលភាគីគឺជាយុទ្ធសាស្ត្រដែលថៃគិតថាខ្លួនមានប្រៀបជាងព្រោះពួកគេមានកម្លាំងដែនអាកាសខ្លាំងជាងដែលអាចយកមកធ្វើជាចំណាប់ខ្មាំងក្នុងការចរចា 3. ការបកស្រាយទឹកមុខត្រង់នៃកិច្ចប្រជុំកន្លះម៉ោងលោកអនុទិនបានព្យាយាមសម្រាលភាពតានតឹងនៃកិច្ចប្រជុំជុំទី1ដែលលោកញឹមបូរ៉ាឌិននិងលោកណាត់ថាបញ្ជួបគ្នាត្រឹម30នាទីរួចចាត់ចេញដោយទឹកមុខស្មើលោកចង់ប្រាប់ថានេះគ្រាន់តែជាការចាប់តាមព្រះអ៊ីងប៉ុន្តែតាមពិតទៅរយៈពេល30នាទីនឹងទឹកមុខត្រង់បង្ហាញថាមានការយោគយល់គ្នាកាត់ឡើងឡើយហើយកម្ពុជាប្រហែលជាបានច្រានចោលលក្ខខណ្ឌដែលថៃចង់ឲ្យកម្ពុជាសូមចុះចាញ់លើកប្រកាសធប់បាយមុន 4. ការដាក់បន្ទុកលើការរក្សាសន្យារបស់កម្ពុជាការដែលលោកអនុទិននិយាយថាសំខាន់ថាកម្ពុជានឹងរក្សាការសន្យាគឺជាការប្រើប្រាស់ពាក្យសម្ដីតាមបែបដាស្លេជីងការបំភាន់ការពិតលោកព្យាយាមបង្កើតនីតិថាកម្ពុជាជាអ្នកដែលតែងតែបំពានសន្យាដើម្បីត្រៀមលេខទុកជាមុនប្រសិនបើថៃចង់ហែកកិច្ចព្រមព្រៀងចោលម្ដងទៀតនៅថ្ងៃអនាគតការសង្កេតចុងក្រោយស្ថានភាពនៅថ្ងៃទី27ខែធ្នូខាងមុខនេះកំពុងស្ថិតនៅលើបន្ទាត់ដ៏គ្រោះថ្នាក់ 1. ប្រសិនបើចុះហត្ថលេខាលោកអនុទិននឹងយកវាជាជ័យជំនះថាលោកបានបង្ខំឲ្យកម្ពុជាចុះចេញតាមរយៈការសងសឹក 2. ប្រសិនបើមិនចុះហត្ថលេខាថៃប្រហែលជានឹងប្រើលេខថាកម្ពុជាគ្មានសិទ្ធិឆន្ទៈដើម្បីបន្តការវាយប្រហារតាមអាកាសឲ្យកាន់តែខ្លាំងក្លាជាងមុនតើលោកខាស៊ីយល់ឃើញយ៉ាងណាការដែលលោកអនុទិននិយាយថាសកម្មភាពមិនផ្អែកលើឯកសារប៉ុន្តែផ្អែកលើការសងសឹកតើនេះអាចជាសញ្ញាថាទោះបីជាមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរនៅថ្ងៃទី27ក៏ដោយក៏លោកនៅតែអាចបញ្ជាឲ្យវាយប្រហារតាមចិត្តចង់មែនទេ